Việc số bọn kia ngàyนี้គឺខ្ញុំមកចែកម្លែកពីការធ្វើម្ហូបជាមួយនឹងទឹកដោះគោខ្ទិះមានបងជាច្រើនដែលគាត់អត់ដឹងថាទឹកដោះគោខ្ទិះយើងអាចធ្វើបានជាមួយនឹងម្ហូបផងជាមួយនឹងទិញផងថ្ងៃនេះគឺខ្ញុំមកធ្វើជាមួយនឹងម្ជូរគ្រឿងលាយខ្ទិះជូនបងមើលហើយបើសិនជាឃើញតំណងអាចយកទៅសាកធ្វើតាមនៅផ្ទះបានចឹងណាចឹងឥឡូវគឺខ្ញុំចាប់ដើមធ្វើទី1គឺខ្ញុំថ្ងៃហ្នឹងធ្វើជាមួយនឹងសាច់អង្ជនីគឺខ្ញុំយកសាច់អង្ជនីហ្នឹងគឺខ្ញុំប្រឡាក់មុននឹងខ្ញុំចាប់ដើមយកទៅធ្វើឥឡូវគឺខ្ញុំចាប់ដើមលាយគ្រឿងរបស់ខ្ញុំជាមួយនឹងសាច់ជ្រូកដើម្បីយើងធ្វើការអញ្ចឹងឥឡូវយើងដាក់គ្រឿងដែលយើងបុកឲ្យស្រាប់យើងដាក់រ៉ូឌីគឺខ្ញុំដាក់រ៉ូឌីមកស្ពីពេញអញ្ចឹងណាហើយគឺខ្ញុំលាយជាមួយនឹងស្ករសមកស្ពីដែរស្ករសតាមចំណង់ចំណូលចិត្តតែគាត់មើលគ្រឿងតេស្តបងឆ្លាញ់អត់សូវផ្អែមអត់សូវប្រៃតាមចិត្តហើយបើប៊ីចេងវិញក៏ខ្ញុំដាក់មកស្ពីនេះដែរគឺមកស្ពីដែលយើងវាស់ឲ្យស្រាប់ហ្នឹងចាចំពោះអំបិលក៏ប៉ុន្តែទូទៅសម្លគេអត់ដាក់អំបិលទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចិត្តទៅដាក់អំបិលបន្តិចដើម្បីឲ្យរសជាតិរបស់យើងវាមុតល្អអញ្ចឹងណាបងចាអញ្ចឹងគឺយើងចាប់ដើមច្បល់គ្រឿងជាមួយនឹងសាច់របស់យើងចូលគ្នាហើយយើងទុករយៈពេល10នាទីទៅដើម្បីឲ្យវាចូលជាតិគ្នាទូទៅបើសិនជាបងដាក់ទឹកត្រីគឺបងអាចដាក់ដូចខ្ញុំមួយស្ព្រាឬក៏បងឯងដាក់តាមចំណង់ចំណូលចិត្តអញ្ចឹងណាចាហើយយើងលាយជាមួយគ្នាយើងលាយអញ្ចឹងណាហើយក៏ពេលដែលគេធ្វើចាំគេដាក់ជាមួយនឹងខ្ទិះប៉ុន្តែបើសិនជាខ្ញុំវិញពេលដែលខ្ញុំចង់ឲ្យក្នុងសាច់នេះមានជាតិទឹកដោះគោគឺយើងអាចលាយជាមួយនឹងទឹកដោះគោខ្ទិះយើងនឹងបន្តិចចូលមុនបន្ទាប់មកយើងចាំដល់ពេលយើងធ្វើម្ហូបចាំយើងដាក់ថែមអញ្ចឹងណាបន្ទាប់ពីខ្ញុំបានប្រឡាក់សាច់ខ្ញុំរួចហើយខ្ញុំបានបើកចង្ក្រានឲ្យក្តៅហើយអញ្ចឹងខ្ញុំចាប់ផ្ដើមឆាគ្រឿងរបស់យើងហើយខ្ញុំឆាគ្រឿងរបស់យើងអញ្ចឹងណាអញ្ចឹងបងអាចប្រើប្រេងឆាបន្តិចទៅឬក៏ប្រេងដែលបងប្រើនៅផ្ទះទូទៅហ្នឹងយើងដាក់មកល្មមមកហើយយើងចាប់ផ្ដើមឆាគ្រឿងរបស់យើងនេះគឺមានដូចជាខ្ទឹមក្រហមខ្ទឹមសស្លឹកក្រូចស្លឹកគ្រៃដេងល្មៀតដែលទូទៅបងគាត់ប្រើហ្នឹងគឺគាត់ដឹងហើយខ្ញុំពេលតែធ្វើរបៀបណាគ្រឿងរៀងដិតអញ្ចឹងណាហើយខ្ញុំឆាសិនយើងត្រូវពវល់យើងអាសាគោដើម្បីកុំឲ្យបន្លែយើងគ្រឿងយើងខ្លោចពេកទៅវាធ្វើឲ្យស្លយើងវាធំពណ៌អត់ស្អាតទេយើងដាក់មកឲ្យវាធំពេលឈ្ងុយអានេះពេលដែលបងធ្វើហើយបងអាចក្រងឡើងបានពេលដែលម្ហូបនេះឆ្អិនឬក៏តិចទៀតពេលដែលបងឆាតែបងអាចក្រងឡើងបានតែសម្រាប់ខ្ញុំវិញគឺខ្ញុំចិត្តឆាវាអញ្ចឹងណាយើងឃើញថាគ្រឿងរបស់យើងរៀងឡើងពណ៌ហើយអញ្ចឹងគឺយើងអាចចាប់ផ្ដើមដាក់សាច់យើងចូលតែគ្រឿងយើងប្រឡាក់មុនហ្នឹងគឺយើងដាក់ចូលបានពេលដែលយើងដាក់សាច់ចូលទៅយើងឆាជាមួយនឹងគ្រឿងយើងប្រហែលប្រហែល1នាទី2នាទីទៀតដើម្បីឲ្យសាច់និងគ្រឿងយើងចូលជាតិគ្នាហើយនឹងមានក្លិនឈ្ងុយល្អសិនតបមកពេលដែលយើងឃើញវាធំរៀងចូលជាតិគ្នាហើយគឺយើងអាចដាក់អស់អង្ចាមរបស់យើងបើសិនជាបងគាត់ប្រើប្រហុកសាច់ស្រាប់គឺគាត់អាចច្រាមដាក់ចូលទៅមូលចឹងតែដោយសារតែខ្ញុំប្រើប្រហុកយើងប្រហុកខ្មែរយើងធម្មតាហ្នឹងអញ្ចឹងគឺខ្ញុំត្រូវតែប្រកាសវាចេញអញ្ចឹងណាតែប្រហុកនឹងតាមចំណង់ចំណូលចិត្តទេបើបងចិត្តស្ដើងក៏អាចដាក់ត្រឹមមកសំរុំបានដែរអញ្ចឹងណាអូខេអញ្ចឹងឥឡូវយើងដាក់ប្រហុកចូលហើយគឺយើងធ្វើការឆាមួយសន្ទុះឆាឲ្យប្រហុកជាមួយនឹងគ្រឿងរបស់យើងទាំងអស់ហ្នឹងចូលជាតិគ្នាបានល្អបន្ទាប់ពីយើងឆាគ្រឿងយើងនឹងផ្លែតមកយើងដល់ម៉ោងដាក់ខ្ទិះហើយអញ្ចឹងទូឯករបស់យើងចំពោះបងដែលគាត់អត់ដឹងថាតើខ្ទិះរបស់យើងនឹងគួរប្រើបរិមាណប៉ុណ្ណាបើសិនជាសម្រាប់ខ្ញុំគឺខ្ទិះចឹងសាច់កន្លះគីឡូនេះគឺខ្ញុំនឹងដាក់ខ្ទិះមួយកំប៉ុងនេះហ្មងឆ្នាំងញ៉ាំបាន 4-5 នាក់គឺខ្ញុំនឹងដាក់កំប៉ុងនេះហ្មងតែបើសិនជាបងចង់បានហើយជាងហ្នឹងអាចដាក់តិចជាងនឹងបានព្រោះខ្ទិះនេះគឺរៀងដិតដូចខ្ទិះដើមយើងខ្ទិះដូងចឹងខ្ញុំដាក់ដើមចាក់ចូលអស់មួយកំប៉ុងតែម្ដងអញ្ចឹងយើងធ្វើការកូរថ្នមឲ្យខ្ទិះយើងជាមួយនឹងសាច់ចូលគ្នាបានល្អហើយយើងអាចរងាស់ទុកប្រហែលជា 4-5 នាទីដើម្បីឲ្យសាច់ជាមួយនឹងគ្រឿងរបស់យើងចូលជាតិគ្នាបានល្អសិនអញ្ចឹងណាបន្ទាប់ពីយើងបានធ្វើសឡនឹងស្ទុះទៅយើងដាក់ពុះឥឡូវយើងបើកចេញមកយើងឃើញថាគឺពុះល្អមែនទែនហើយមើលពណ៌ក៏ស្អាតចឹងឥឡូវយើងចាប់ផ្ដើមដាក់ទឹកក្តៅចូលបន្តិចទឹកនេះគឺទឹកឆ្អិនគឺយើងអាចដាក់ចូលមកល្មមទៅតាមបងត្រូវការអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំដាក់ថែមប៉ុណ្នេះហើយយើងអាចទុកមកសន្ទុះនៅពេលដែលទឹកយើងពុះគឺយើងចាប់ផ្ដើមដាក់បន្លែចូលបានហើយចាទឹកក្តៅដែលយើងដាក់មុនហ្នឹងក៏ពុះហើយដែរអញ្ចឹងគឺយើងចាប់ផ្ដើមឃើញរៀងពុះហ្នឹងបងអាចត្រង់ពុះនឹងចេញដើម្បីកុំឲ្យម្ហូបយើងវាមានក្លិនអត់ល្អឥឡូវគឺយើងចាប់ផ្ដើមដាក់បន្លែយើងចូលតែម្ដងតកួនយើងចូលតកួនឆាប់ឆ្អិនណាបងដាក់តែមួយផ្លែតបានហើយតែពេលបងឃើញត្រង់ស្គាល់ហើយគឺយើងអាចចាប់ផ្ដើមដាក់ម្ជូរបានតែម្ដង
នេះពេលហ្នឹងវាឃើញត្រង់ចឹងយើងសកត់តិចទៅហើយបិទកម្របទៅវាទន់ចូលម្ហូបរបស់យើងមើលទៅរួចរាល់ 90% ហើយនៅសល់ក្រោយគេគឺបង់ម្ជូរចូលអញ្ចឹងឥឡូវគឺខ្ញុំដាក់ម្ជូរពណ៌មកសម្រាប់គេផងបងអើយអញ្ចឹងតែបងមើលម្ជូរបើសិនជាបងចូលចិត្តរៀងជូរល្មមគឺអាចដាក់តាមបរិមាណដែលបងចូលចិត្តជូរដិតទៀតហូបរបស់យើងហើយបងម្ជូរគ្រឿងខ្ទិះគឺខ្ញុំចាប់ផ្ដើមដួសដាក់ចានតែម្ដងអញ្ចឹងមើលឃើញថាទឹកដោះគោខ្ទិះយើងមិនត្រឹមតែធ្វើជាមួយភេសជ្ជៈបានទេធ្វើជាមួយម្ហូបអាហារក៏ធ្វើឲ្យម្ហូបអាហារយើងកាន់តែឆ្ងាញ់ដែរអញ្ចឹងបើសិនជាបងចំណាប់អារម្មណ៍អាចយកទៅធ្វើតេស្តជាមួយនឹងម្ហូបបងផ្ទាល់ឬក៏អាចតាក់ទងមកក្រុមហ៊ុនដើម្បីយកទៅលក់បន្តបានដែរអញ្ចឹងណាអញ្ចឹងនេះគឺជាម្ហូបដែលយើងធ្វើរួចគឺមើលទៅតំណមែនតែនហើយបើរសជាតិវិញណាក៏ធានាជូនបងដែរដឹងថាឆ្ងាញ់ហ្មងអញ្ចឹងខ្ញុំភ្លក់ឲ្យបងមើលដល់ឆ្ងាញ់ប៉ុណ្ណាមើលតែមុខខ្ញុំដឹងតែចង់ញ៉ាំយកទៅធ្វើសាក់ខ្លួនឯង